បើកឆាកមកឃើញនៅតែកន្លែងការ៉ាសាំងហើយខ្ញុំជិះម៉ូតូបើមិនបើកឆាកនៅការ៉ាសាំងឲ្យខ្ញុំជិះម៉ូតូអស់សាំងតាមផ្លូវចឹងអូខេខ្ញុំនិយាយលេងទេប៉ុន្តែបើអត់ឆាកសាំងគឺអាចអស់សាំងតាមផ្លូវមែនឥឡូវនេះឆ្នាំ2025បានកន្លងផុតទៅហើយជំនួសដល់ឆ្នាំ2026ម្ដងអញ្ចឹងសូមយកទ្រីបជិះទៅរកកាហ្វេខ្មៅមួយកែវបាយសាច់ជ្រូកមួយចានហ្នឹងដើម្បីធ្វើការនិយាយថាឆ្លុះបញ្ចាំងពីឆ្នាំ2025មកវិញព្រោះអីសម្រាប់ខ្ញុំឆ្នាំ2025គឺវាជាឆ្នាំដែលផ្លាស់ប្ដូរខ្ញុំច្រើនមែនទែនគឺ180ដឺក្រេតែម្ដងតែមុននឹងដឹងថាតើឆ្នាំ2025ហ្នឹងសម្រាប់ខ្ញុំវាមានរឿងអីកើតឡើងខ្លះខ្ញុំចង់ឲ្យអ្នកទាំងគ្នាជួយចុច like វីដេអូមួយនេះជួយ follow Facebook របស់ខ្ញុំឬក៏ TikTok ឬក៏ទៅ subscribe នៅលើ YouTube របស់ខ្ញុំហើយកុំភ្លេចជួយ share វីដេអូនេះមួយផងដែរអរគុណរឿងទី1ដែលផ្លាស់ប្ដូរសម្រាប់ខ្ញុំនោះគឺខ្ញុំប្ដូរពីមនុស្សអាយុខ្ទង់20មកកាន់មនុស្សអាយុខ្ទង់30អញ្ចឹងមកដល់ពេលនេះគេហៅថាពាក់កណ្ដាលជីវិតហើយពេលមួយដែលអ្នកនរគ្នាត្រូវសម្រេចចិត្តថាតើអ្នកនរគ្នាគួរតែនាំជីវិតរបស់យើងទៅមុខទៀតហ្នឹងដោយរបៀបណាទៅតាមផ្លូវណាខ្ញុំជឿថាអ្នកទាំងអស់គ្នានឹងជួបរឿងដូចគ្នាជួបការសម្រេចចិត្តដ៏ធំមួយដូចគ្នាជាពិសេសនៅក្នុងវ័យអាយុ30ឆ្នាំហ្នឹងគាត់ថាមុនឬក្រោយ30ស្ដៅ30ក្រាស់ខ្ញុំអត់ដឹងទេខ្ញុំគិតថាវាអាចនៅក្នុងចន្លោះពេលហ្នឹងគ្រាន់តែសម្រាប់ខ្ញុំវិញគ្រាន់តែចូលក្បាល30ភ្លាមគឺការសម្រេចចិត្តដ៏ធំហ្នឹងវាមកដល់តែម្ដងវដ្តនៃជីវិតយើងមិនអាចខាត់បានទេជាពិសេសរឿងអាយុរឿងវ័យហ្នឹងវាទៅម្ដងបន្តិមួយថ្ងៃយើងចាស់មួយថ្ងៃមួយម៉ោងយើងចាស់មួយម៉ោងក៏ប៉ុន្តែអ្វីដែលយើងគួរតែរក្សានោះគឺភាពក្មេងរបស់យើងភាពក្មេងមិនមែនថាយើងនៅតែគិតដូចកូនក្មេងលែកឡក់អីដូចកូនក្មេងទេភាពក្មេងរបស់យើងគឺយើងនៅតែចង់ចេះចង់ដឹងយើងនៅតែចង់ទទួលបានបទពិសោធន៍ថ្មីយើងនៅតែព្យាយាមធ្វើអ្វីដែលយើងស្រឡាញ់ដូចកាលពីក្មេងអញ្ចឹងយើងចូលចិត្តអ្នកខ្លះចូលចិត្តជិះកង់អ្នកខ្លះចូលចិត្តអីអញ្ចឹងគឺគាត់ព្យាយាមធ្វើអាហ្នឹងដូចកាលពីក្មេងអញ្ចឹងរឿងទី2នោះគឺខ្ញុំគិតថាខ្ញុំរកឃើញខ្លួនឯងរកឃើញអ្វីដែលខ្ញុំចូលចិត្តរកឃើញអ្វីដែលខ្ញុំធ្វើទៅសប្បាយចិត្តហើយបើខ្ញុំមិនរកឃើញខ្លួនឯងទេខ្ញុំគិតថាអ្នកនរគ្នាក៏មិនអាចឃើញវីដេអូមួយនេះដែររឿងនោះគឺខ្ញុំដឹងថាអ្វីដែលខ្ញុំចូលចិត្តពីមុនដូចជាការថតរូបការផលិតវីដេអូហ្នឹងគឺខ្ញុំច្បាច់បញ្ចូលវាជាមួយនឹងអ្វីដែលខ្ញុំស្រឡាញ់គឺម៉ូតូធំហ្នឹងជាក់ស្ដែងម៉ូតូខ្ញុំមិនមែនម៉ូតូធំណាស់ទេមានម៉ូតូគេធំម៉ូតូគេល្អជាងខ្ញុំច្រើនណាស់ប៉ុន្តែខ្ញុំនៅតែស្រឡាញ់ជាក់ស្ដែងផលប្រយោជន៍បានពីការធ្វើវីដេអូនេះបើគិតជាលុយវាមិនប្រមាណវាមិនសឹងតែមិនមានក៏ប៉ុន្តែអ្វីដែលខ្ញុំទទួលបានពីការផលិតវីដេអូនេះទី1គឺខ្ញុំសប្បាយចិត្តខ្ញុំបានបង្ហាញទៅកាន់ពិភពលោកពីផ្នែកមួយនៃជីវិតរបស់ខ្ញុំហើយអ្វីដែលខ្ញុំទទួលបានធំនោះគឺមិត្តភាពរវាងខ្ញុំជាមួយនឹងអ្នកដែលគាត់ស្រឡាញ់ដូចខ្ញុំហើយមួយទៀតនោះគឺវីដេអូរបស់ខ្ញុំមួយគឺទទួលបានការ view រហូតដល់ទៅ 1.7 លាន view ច្រើនមែនទែនសូម្បីតែខ្ញុំក៏ដែរគិតថាវានឹងមានវីដេអូមួយដែលផ្ទុះខ្លាំងប៉ុណ្ណឹងហើយខ្ញុំទទួលបាន follower ថ្មីដល់ទៅ 6-7,000 នាក់ក្នុងរយៈពេលខ្លីមួយខ្ញុំគិតថាវាសប្បាយចិត្តមែនទែនសម្រាប់ខ្ញុំសប្បាយចិត្តមែនទែនតែម្ដងមែនតើថ្ងៃឆ្លងឆ្នាំ2025ហ្នឹងគឺខ្ញុំបានធ្វើរឿងមួយដែលខ្ញុំតែងតែនិយាយលេងជាមួយគេថាខ្ញុំអត់ហ៊ានទៅឡើងជិះសាកម៉ូតូរបស់គេធំទេទី1នោះគឺខ្ញុំវាខ្លាចយើងមានបញ្ហាយើងអត់ទាន់ចេះគ្រប់គ្រងវាបានល្អអញ្ចឹងទៅឲ្យមានបញ្ហាអញ្ចឹងហើយវិញមួយទៀតនោះគឺ
តែសាកហើយដឹងតែចង់បានហើយដូចកុំព្យូទ័រយ៉ាងធ្លាប់ប្រើរៀងលឿនតែពេលទៅប្រើកុំព្យូទ័រដែលយ៉ាងយឺតវិញមានអារម្មណ៍ថាបាច់និយាយ stress ហ្មងណាអញ្ចឹងដូចគ្នាពេលខ្លះអាម៉ូតូធំហ្នឹងយើងសាកយើងធ្លាប់តែអាលបឿនលឿនអាកម្លាំងខ្លាំងហ្នឹងដល់ពេលមកប៉ះម៉ូតូយើងកម្លាំងទូចម៉ាស៊ីនទូចវិញហ្នឹងរៀងតែអត់សូវស្រួលក្នុងចិត្តទេចាសាប់សចង់បានថ្មីទៀតហើយក៏ប៉ុន្តែនៅថ្ងៃឆ្លងឆ្នាំ2025ចូល26ហ្នឹងគឺខ្ញុំបានធ្វើរួចហើយខ្ញុំបានសាកម៉ូតូធំមិត្តភក្តិខ្ញុំ 2-3 ម៉ូតូដែរដូចឃើញមាន CBR 1000មាន CBR 650R មាន Z900 អញ្ចឹងអើយសប្បាយចឹងថាអែមមែនតើបងបានប៉ះអាធំពេលដែលយើងបានជិះសាកមកមិនដឹងថាមូលហេតុអីបានពួកគាត់ឆ្លាញ់ម៉ូតូធំអ្នកឆ្លាញ់ម៉ូតូធំអត់ចេះឃើញតម្លាក់កម្លាំងម៉ាស៊ីនមានតម្លើងកម្លាំងម៉ាស៊ីនវិញដោយសារតែហេតុផលដូចខ្ញុំនិយាយចឹងតែបានសាកអារៀងខ្លាំងអាធំអាល្អជាងមុនហើយឲ្យតម្លាក់កម្លាំងម៉ាស៊ីនវិញរៀងស្ទើរដៃបន្តិចហើយសម្រាប់ខ្ញុំការសាកម៉ូតូធំហ្នឹងគឺជាការលើកទឹកចិត្តខ្លួនឯងឲ្យខំប្រឹងចាប់ផ្ដើមសន្សំលុយចាប់ផ្ដើមព្យាយាមរកចំណូលបន្ថែមដើម្បីឲ្យឆាប់បានទិញម៉ូតូធំជិះនឹងគេដែរអូខេឥឡូវខ្ញុំចូលមកដល់រឿងធំបំផុតហើយសម្រាប់ខ្ញុំដែលវាកើតឡើងនៅក្នុងឆ្នាំ2025ហ្នឹងរឿងធំទី1នោះគឺខ្ញុំទទួលបានការងារថ្មីពីមុនខ្ញុំធ្វើជាអ្នកបញ្ជាហោះហើរនៅពលានសៀមរាបតែឥឡូវនេះខ្ញុំមកធ្វើជាបុគ្គលិកផ្នែកសុវត្ថិភាពហើយជាមួយការងារថ្មីនឹងដែរក៏វាមកជាមួយនឹងការផ្លាស់ប្ដូរធំទី2នោះគឺខ្ញុំត្រូវផ្លាស់ប្ដូរមករស់នៅទីក្រុងភ្នំពេញដំបូងនេះខ្ញុំមកតែខ្លួនឯងទេខ្ញុំមកម្នាក់ឯងសិនទេក៏ប៉ុន្តែក្នុងគម្រោងគឺខ្ញុំនឹងយកគ្រួសារខ្ញុំប្រពន្ធនិងកូនខ្ញុំមកនៅជាមួយខ្ញុំឆាប់បំផុតនៅក្នុងឆ្នាំ2026នេះចុះពេលដែលយើងមកដល់វ័យពាក់កណ្ដាលជីវិតហ្នឹងយើងនឹងជួបការសម្រេចចិត្តមួយដ៏ធំហើយសម្រាប់ខ្ញុំការសម្រេចចិត្តទទួលយកការងារមួយហើយផ្លាស់ប្ដូរមកនៅភ្នំពេញហ្នឹងគឺជាការសម្រេចចិត្តមួយដ៏ធំមែនទែនដែលធ្វើឲ្យខ្ញុំពិបាកសម្រេចចិត្តខ្ញុំពិភាក្សាជាមួយគ្រួសារខ្ញុំសឹងតែគ្រប់គ្នាអ្នកដែលសំខាន់មានប៉ាម៉ាក់ខ្ញុំទាំងសងខាងហ្នឹងគឺពិភាក្សាច្រើនមែនទែនមុននឹងសម្រេចចិត្តថាមកនៅភ្នំពេញអូខេជិះម៉ូតូបដានិយាយលេងមួយអ្នកទាំងអស់គ្នាបដាហ្នឹងដើម្បីកុំឲ្យអត់សុខទេព្រោះអីឥឡូវមកដល់ហាងកាហ្វេហើយអញ្ចឹងយើងទៅមើលកន្លែងហាងកាហ្វេទាំងអស់គ្នាខ្ញុំមិនមែនជាអ្នកប៉ិន review ហាងកាហ្វេ review អីដូចគេអ្នក travel vlogger ហ្មងទេខ្ញុំគ្រាន់តែអ្នកចូលចិត្តជិះម៉ូតូអញ្ចឹងប្រហែលជាខ្ញុំអាចរៀនបន្ថែមទៅលើផ្នែកហ្នឹងទៀតដើម្បីឲ្យវីដេអូខ្ញុំវាកាន់តែមានរសជាតិបន្ថែមណាអញ្ចឹងសង្ឃឹមថាខ្ញុំនឹងព្យាយាមធ្វើវាឲ្យបានល្អនៅក្នុងឆ្នាំ2026នេះដែរបន្ទាប់ពីយើងទុកម៉ូតូទុកអីហើយពួកខ្ញុំដោយសារខ្ញុំថ្ងៃហ្នឹងខ្ញុំមកគ្នាតែ 2-3 នាក់ទេសារអ្នកជិះម៉ូតូ KTM Duke ដូចគ្នាហ្នឹងហើយមាន2នាក់មកមុនហើយម្នាក់ទៀតក៏មកតាមក្រោយអញ្ចឹងខ្ញុំមកដល់មុនខ្ញុំក៏កំងកាហ្វេផឹកសិនដោយសារតែខ្ញុំបានបាយព្រឹករួចហើយអញ្ចឹងតទៅពីកំងហើយយើងដើររកកន្លែងអង្គុយនៅកន្លែងនេះគាត់មានសួនដំណាំសួនច្បារហ្នឹងដោយសារតែកាហ្វេហ្នឹងហ្វាមកាហ្វេហ្នឹងគឺនៅក្នុងសាលាកសិកម្មព្រែកលៀបហ្នឹងតែម្ដងអញ្ចឹងគឺគាត់មានកន្លែងដាំបន្លែដាំអីឲ្យជាក់ស្ដែងនៅខាងក្រោយហ្នឹងគឺមានកសិដ្ឋានចិញ្ចឹមគោទឹកដោះណាអញ្ចឹងខ្ញុំទឹកដោះគោដែលប្រើនៅក្នុងហាងកាហ្វេហ្នឹងគឺទឹកដោះគោដែលយកពីកសិដ្ឋាននឹងខាងក្រោយហ្នឹងតែម្ដងបរិយាកាសនៅកន្លែងនេះវាមួយយ៉ាងដែរយើងអាចមកជុំគ្នានិយាយគ្នាលេងជាក់ស្ដែងពេលដែលរសៀលដល់ពេលល្ងាចហ្នឹងគឺមនុស្សច្រើនមែនតើខ្ញុំនៅអង្គុយធ្វើការតាំងពីព្រឹករហូតដល់ល្ងាចដែរបើខ្ញុំចេញទៅវិញអូខេអញ្ចឹងយើងត្រឡប់មកមើលរឿងជីវិតវិញ
ជាក់ស្ដែងពេលនេះគឺខ្ញុំជិះបកត្រឡប់ទៅក្រោយវិញត្រឡប់មករកផ្ទះវិញប៉ុន្តែមិនមែនត្រឡប់ទៅក្រោយហ្នឹងយើងជិះម៉ូតូបែរមុខទៅក្រោយទេហើយម៉ូតូវិលកង់ថយក្រោយទេត្រឡប់ក្រោយក៏យើងនៅតែត្រូវទៅមុខដែរអញ្ចឹងជីវិតយើងដូចគ្នាយ៉ាងណាគឺយើងត្រូវតែទៅមុខវាលំបាកខ្លះវាស្រួលខ្លះវាឲ្យផលខ្លះវាដកពីយើងខ្លះវាមកតេះយើងខ្លះយ៉ាងណាក៏យើងនៅតែត្រូវទៅមុខដែរទោះជាពេលខ្លះយើងទិសដៅរបស់យើងនៅខាងក្រោយក៏ដោយក៏យើងត្រូវតែទៅមុខដែរអញ្ចឹងត្រឡប់មកវិញនៅក្នុងឆ្នាំ2025នេះគឺខ្ញុំបានផ្លាស់ប្ដូរជីវិតខ្លួនឯង180ដឺក្រេខ្ញុំបានស្វែងរកខ្លួនឯងក៏ដូចជាបានធ្វើរឿងដែលខ្ញុំចង់ធ្វើឲ្យសប្បាយចិត្តហើយមួយទៀតខ្ញុំទទួលបានមិត្តភ័ក្តិថ្មីច្រើនខ្ញុំទទួលបានបទពិសោធន៍ការងារថ្មីចំណេះដឹងថ្មីក៏ដូចជាអ្នក follow Facebook YouTube ឬក៏ TikTok ខ្ញុំថ្មីផងដែរហើយសម្រាប់ឆ្នាំ2026 yes ខ្ញុំមិនដឹងថាតើឆ្នាំហ្នឹងនឹងនាំអ្វីខ្លះដល់ខ្ញុំទេប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំបានកំណត់នៅគោលដៅសម្រាប់ខ្លួនឯងមួយចំនួនវាមិនធំទេដោយសារវាមិនមែនជាគោលដៅជីវិតទេប៉ុន្តែវាជាគោលដៅសម្រាប់ឆ្នាំ2026នេះដែលខ្ញុំគិតថាខ្ញុំព្យាយាមធ្វើឲ្យបាននៅក្នុងឆ្នាំហ្នឹងតែម្ដងហើយគោលដៅសម្រាប់ខ្ញុំនៅក្នុងឆ្នាំ2026ហ្នឹងខ្ញុំនឹងប្រាប់អ្នកនរគ្នានៅវីដេអូណាមួយរបស់ខ្ញុំនៅក្នុងថ្ងៃក្រោយអញ្ចឹងអ្នកនរគ្នាកុំភ្លេចជួយចុច follow ឬក៏ subscribe នៅលើ Facebook របស់ខ្ញុំ TikTok របស់ខ្ញុំក៏ដូចជា YouTube របស់ខ្ញុំផងដែរហើយអ្នកនរគ្នាអាច comment បានថាតើអ្នកនរគ្នាបានធ្វើអីខ្លះនៅក្នុងឆ្នាំ2025អញ្ចឹងជួបគ្នាវីដេអូក្រោយខ្ញុំលាសិនហើយ